គម្រោងគ្រប់គ្រងប្រព័ន្ធជីវៈចម្រុះរបស់ព្រៃសហគមន៍ដើម្បីផ្ដល់វិភាគទានដល់ការបង្កើនជីវភាពរស់នៅសហគមន៍ប្រកបដោយនិរន្តរភាពនៅតំបន់ជីវៈចម្រុះជួរភ្នំក្រវាញដែលទទួលបានការគាំទ្រពីមូលនិធិរបស់កម្មវិធីជំនួយខ្នាតតូចបរិស្ថានពិភពលោករបស់កម្មវិធីអភិវឌ្ឍសហប្រជាជាតិ SGP GEF UNDP ប្រចាំប្រទេសកម្ពុជាតាមរយៈគម្រោងនេះបានផ្ដល់ការគាំទ្រទៅដល់អង្គការអនាគតកុមារជាអ្នកអនុវត្តគម្រោងជាមួយសហគមន៍ព្រៃឈើភូមិវាលស្ថិតនៅភូមិវាលឃុំសំរោងស្រុកភ្នំក្រវាញខេត្តពោធិ៍សាត់ព្រៃសហគមន៍មានផ្ទៃដីសរុប430ហិកតានិងមានប្រជាជនរស់នៅ385គ្រួសារក្នុងនោះមានចំនួនប្រជាជនសរុប1495នាក់ស្រី754នាក់បាទគោលដៅរួមគម្រោងរបស់យើងជួយនេះគឺទី1គឺលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនិងលើកកម្ពស់ការចូលរួមពេញលេញក្នុងការអនុវត្តផែនការគ្រប់គ្រងព្រៃឈើនៅភូមិវាលឲ្យមាននិរន្តរភាពនិងប្រកបដោយប្រសិទ្ធភាពនៅក្នុងភូមិវាលនេះគឺមានគណៈកម្មការព្រៃឈើនេះចំនួន15នាក់ស្ត្រី3នាក់ក្រុមគណៈកម្មការសហគមន៍មានតួនាទីទី1ផ្សព្វផ្សាយដល់សមាជិកសហគមន៍ដើម្បីឲ្យគាត់ចូលរួមថែរក្សានិងអភិរក្សជីវៈចម្រុះនៅក្នុងព្រៃសហគមន៍យើងទាំងអស់ក្នុងមួយខែខ្ញុំចុះល្បាតម្ដងប៉ុន្តែចាំបាច់ចុះក្រាបបទល្មើសមានគេទន្ទ្រានអញ្ចឹងអត់ចាំខែទេមានភ្នាក់ងារនៅជុំវិញអញ្ចឹងទៅគេរាយការណ៍ទៅយើងចុះជួយក្រាបបទល្មើសរួមគ្នាអញ្ចឹងផលលំបាកមានខ្លះដែរខ្វះខាតក្នុងគ្រួសារអញ្ចឹងអត់បានមកអញ្ចឹងទៅអ្នកខ្លះតាំងខំការពារបន្តិចទៀតអាលាយហ្នឹងមានដែរគេថាឲ្យអញ្ចឹងអ្នកខ្លះធ្វើវាប្រយោជន៍តែគ្នាវាបានហើយបានវាទៅនេះហៅថាទឹកចិត្តឆន្ទៈការពារព្រៃឈើសិនទៅធ្វើតឡងវិញ3-4ថ្ងៃអត់បានកាន់ផងគេមកគេអត់មានការងារអីគេកិនដាក់អញ្ចឹងទៅចុះលំបានម្ដងហ្នឹងវាលំបាកមែនទែនទី1ដូចថាពេលយប់ហើយយើងមកចាប់បទល្មើសដែលគេផ្ដល់ព័ត៌មានឲ្យដើរទាំងល្ងឹតរុកបលារុកអីហ្នឹងទៅហើយកាលណាយើងបើកក្បាលកែវជនល្មើសឃើញមុតបលាផងអីផងអត់ហ៊ាននិយាយគ្នាខ្សឹបឧទាហរណ៍ថាគេអាម៉ោង10មិនដឹងថាចាប់គេយកទៅដាក់ឯណាពេលចាប់ហើយហ្នឹងជនល្មើសមិនដឹងយ៉ាងម៉េចដេកចាំជុំវិញពាត់ជុំវិញពួកអ្នកអាហ្នឹងជួនកាលខ្សែបគ្រឿងញៀនចូលមិនដឹងថាគេមានអីខ្លះហើយយើងខ្លួនទៅទេហ្នឹងមានតែកបិតអីហ្នឹងហើយអញ្ចឹងជនល្មើសវាមានកភ្លើងខ្យល់មានស្អីសពបែបយ៉ាងសម្រាប់តែធ្វើម៉េចបើសិនជាគណៈកម្មការយើងទៅដល់បើមិនបានប្រុងប្រយ័ត្នវាគ្រោះថ្នាក់ខ្លាំងម៉ោង5ជិតភ្លឺបានយើងចាប់យើងដេកជុំវិញអញ្ចឹងទៅជួនកាលវាបោះជំនាឈើអញ្ចឹងបោះប្រាវអញ្ចឹងយើងនៅក្បែរហ្នឹងដែរបើចំមកជំនាឈើហ្នឹងក៏សន្លប់ដែរតែធ្វើឲ្យខ្ញុំចង់មកការពារព្រៃហ្នឹងឬក៏ចូលជាជួរគណៈកម្មការហ្នឹងគឺចង់ឲ្យព្រៃហ្នឹងវាគង់វង្សជួយកាត់បន្ថយនៃភាពរាំងស្ងួតទឹកជំនន់អាកាសធាតុប្រែប្រួលយើងការពារទៅព្រៃយើងនឹងផ្ដល់នៅអនុផលដល់យើងប្រជាពលរដ្ឋក្នុងភូមិទាំងមូលណាជាពិសេសអនុផលព្រៃនឹងតែម្ដងហើយនឹងចម្រុះសត្វអ្នកខ្លះគេអត់យល់ពីតម្លៃរបស់យើងទេប៉ុន្តែយើងធ្វើយើងដឹងថាយើងធ្វើមានតម្លៃហើយបើយើងមិនបានដល់ចំណេញនឹងគ្រួសារប៉ុន្តែយើងដល់ចំណេញទៅអនាគតទៅមុខតែព្រៃនឹងវាគង់វង្សសត្វក៏វានៅដែរខ្ញុំនឹកឃើញខ្ញុំធ្លាប់ខ្ញុំដើរល្បាតក្នុងសត្វកាលមុនវាអត់សូវមានក្រុមការងារទាំងអស់ចុះដោះអន្ទាក់ដោះអីចឹងអស់ទៅដល់ពេលចឹងសត្វវាបុកមកនៅនឹងអស់ហើយទន្ទឹមនឹងនេះអង្គការអនាគតកុមារបានធ្វើការសហការល្អជាមួយអាជ្ញាធរពាក់ព័ន្ធមានក្រុមប្រឹក្សាឃុំនិងខណ្ឌរដ្ឋបាលព្រៃឈើអញ្ចឹងកន្លងមកតកតងនឹងការសហការគ្នាយើងបានរៀបចំរចនាសម្ព័ន្ធដើម្បីការពារថែទាំព្រៃសហគមន៍នឹងបាទដើម្បីឲ្យគង់វង្សប៉ុន្តែកន្លងមកយើងបានចុចព្រំហើយតែយើងអត់មានបង្គោលបាទអញ្ចឹងបានកើតជាមានបញ្ហាប្រឈមតិចតួចហ្នឹងតកតងនឹងការគាត់ចេះឆ្លៀតចូលមកដីព្រៃសហគមន៍ប៉ុន្តែទោះបីជាការឆ្លៀតយើងបានដែលសម្របសម្រួលគ្នាដោយមិនអោយចូលមកទៀតទេអង្គការអនាគតកុមារបានធ្វើអនុសារណៈយោគយល់ជាមួយរដ្ឋបាលព្រៃឈើក្នុងការចូលរួមបដិញ្ញាចិត្តយ៉ាងមុតមមដើម្បីការពារនិងប្រើប្រាស់ព្រៃឈើប្រកបដោយនិរន្តរភាពផ្អែកលើគោលការណ៍ណែនាំស្តីពីសហគមន៍ព្រៃឈើនិងច្បាប់ស្តីពីព្រៃឈើនៅកម្ពុជាហើយការរដ្ឋបាលព្រៃឈើបានចុះទៅបង្រៀនដល់គណៈកម្មការសហគមន៍ប្រឹក្សាយោបល់ច្បាប់ព្រៃឈើនិងការគ្រប់គ្រងសហគមន៍បង្រៀនគាត់កើតក្រុមល្បាតបាន6ក្រុមបានបង្រៀនគាត់ពីរាយការណ៍រហ័សគឺប្រើប្រព័ន្ធ Telegram មានការចាំបាច់ឬក៏បទល្មើសអី
យើងនឹងរៀបចំកម្លាំងប្រមូលកម្លាំងរបស់យើងជាក្នុងក្រុមនោះគឺទៅដល់ទីតាំងហ្នឹងម្ដងចុះចុចនៅទីតាំងដែលយើងត្រៀមនឹងបោះពុំប្រវែងពីពុំមួយទៅពុំមួយ50ម៉ែត្រហើយការងារតំណោះដីសហគមន៍ហើយជាមួយប្រជាពលរដ្ឋខាងកាត់រដ្ឋបាលវិឈើហើយនឹងផ្នែកហើយនឹងគណៈកម្មការសហគមន៍យើងបានចុះទៅដោះស្រាយជាមួយគាត់រួចអស់ហើយឥឡូវនេះយើងបានដាំកញ្ញូងឡើងវិញចំនួន700ដើមយើងដឹងហើយថាព្រៃហ្នឹងគឺជាព្រៃមួយសម្បូរទៅដោយឈើបាទឈើល្អឈើប្រណិតហើយនឹងពពួកសត្វជីវៈចម្រុះផ្សេងទៀតដែលនៅក្នុងនឹងច្រើនណាស់វាមានកិច្ចសហការគ្នាបាទវាគួងផ្សំគ្នាទី1ខាងបរិស្ថាននោះគេការពារតំបន់បរិស្ថានបានទី2តើតើយើងមកព្រៃសហគមន៍យើងមានការពារដែនសហគមន៍យើងបានទៀតបាទសកម្មភាពយើងមួយទៀតគឺយើងបង្កើតលក្ខន្តិកៈគ្រប់គ្រងមូលធិហើយនិងគោលការណ៍គ្រប់គ្រងក្រុមអនុទានហើយនៅក្នុងនោះដែរយើងបានបង្កើតក្រុមគណៈកម្មការគ្រប់គ្រងអនុទានសហគមន៍នឹងធ្វើម៉េចឲ្យការគ្រប់គ្រងអនុទានប្រកបដោយប្រសិទ្ធភាពនិងនិរន្តរភាពនិងបង្រៀនដល់គណៈកម្មការគ្រប់គ្រងមូលធិដើម្បីឲ្យគាត់ចេះប្រើប្រាស់និងកត់ត្រារាល់ការចំណូលចំណាយដើម្បីពង្រឹងតម្លាភាពនិងការទទួលត្រូវរបស់គណៈកម្មការលើការប្រើប្រាស់ទុនសមិទ្ធផលទទួលបានសាងសង់កញ្ចក់4ពាក់ភ្លើងសូឡា6និងសាងសង់បង្គន់មួយខ្នង2បន្ទប់នៅទំនប់ទី3តាមរយៈផ្ញើម៉ូតូទិញសម្បត្តិតាមរយៈដូចថាកញ្ចក់ហ្នឹងយើងដាក់ប្រហែលថា1ម៉ោងប្រហែលឬមកក៏មួយថ្ងៃប្រហែលអញ្ចឹងដែលភ្ញៀវគាត់ចង់មកលេងយូរអីចឹងណាអញ្ចឹងយើងបានចំណូលពីហ្នឹងហើយមួយទៀតភ្ញៀវភាគច្រើនគឺគាត់មកលេងហើយគាត់ចង់ស្ទូចត្រីគាត់មកស្ទូចហ្នឹងភាគច្រើនសិតតែពីឆ្ងាយបាទពីជួនកាលតាពីពេញកំពង់ឆ្នាំងមកហើយទៅច្ដៅមួយមាន3គីឡូ4គីឡូឡើងធំណាអញ្ចឹងដល់អញ្ចឹងយើងបានចំណូលមួយទៀតយើងមានទូកមានអីយើងជួលទៅឲ្យគាត់អញ្ចឹងគាត់ជួលទៅគាត់ប្រហែលម៉ោងយើងគិតទៅតាមហ្នឹងសហគមន៍យើងទទួលបានម៉ាស៊ីនកុំព្យូទ័រ1និងម៉ាស៊ីនព្រីម1ទទួលបានតយោចំនួន1300ម៉ែត្រដើម្បីចែកចាយទឹកឲ្យប្រជាពលរដ្ឋប្រើប្រាស់សប្តាហ៍ថ្ងៃខ្ញុំកំពុងតែបោះបង្គោលព្រំព្រៃសហគមន៍58បង្គោលនិងបន្តបោះទៅមុខទៀតនៅក្នុងភូមិនេះកាលពីមុនដែលយើងអត់ទាន់មានគម្រោងសឹងថា90%ដែលចូលព្រៃយើងបានផ្ដល់ទុន$8,800សម្រាប់បង្កើតមុខរបរដល់សមាជិកសហគមន៍ព្រៃឈើឲ្យគាត់មានមុខរបរលក់ចាប់ហួយចេកឆាបនិងលក់ចល័តហើយផ្នែកខាងកសិកម្មដូចជាចិញ្ចឹមមាន់និងដាំបន្លែផងដែរទាំងចិញ្ចឹមមាន់ទាំងកសិកម្មមានចំនួន92គ្រួសារចាខ្ញុំបានថាវិការទម្លាក់មកឲ្យហ្នឹងខ្ញុំបានចិញ្ចឹមមាន់បានគេថាបានគ្រាន់បើជាងមុនចាក្នុងគ្រួសារបានហូបផងបានលក់ផងចាពីដើមឡើយខ្ញុំចិញ្ចឹមបានតែ5ក្បាលទេតែពេលឥឡូវខ្ញុំបានច្រើននិយាយទៅនិយាយជិត100ក្បាលដែរកូនវាសាយភាយមកហើយការបានលក់ដូរបានច្រើនគ្រាន់លក់ម្ដងបាន20,000ជាងឬក៏40,000ជាងផ្លាស់ប្ដូរជីវភាពច្រើនមិនលំបាកថាត្រូវទៅយកកូនទៅរៀនអញ្ចឹងទៅខ្វាយរឿងអត់មានលុយអញ្ចឹងណាហើយណាមួយខ្ញុំបានយកពីចំណូលលក់ចេកឆាបហ្នឹងខ្ញុំបានមករីកដីស្រែសំលុយដាក់ក្នុងក្រុមហើយបងការរកខែគឺមិនលំបាកចាហើយមួយចំណែកទៀតនោះជួយជីវភាពក្រុមគ្រួសារខ្ញុំទិញម្ហូបប្រចាំថ្ងៃថ្នាំសង្កូវឬទៅវត្តទៅវាទៅបុណ្យអីហ្នឹងហើយបានសន្សំលុយខ្លះទៅលេងស្រុកដែរពីមុនយើងបាញ់ដាយដល់ពេលមានចូលគម្រោងទៅយើងទិញប្រព័ន្ធទិញកស៊ូទិញតយោវិនបានរៀបទៅហត់តែយើងឆាប់ម៉ាស៊ីនមកយើងដើរចង់ធ្វើការងារអីទៀតក៏បានដែរហើយនឹងមានបានចំណេះដឹងខ្លះពីការប្រើប្រាស់ជីថ្នាំហ្នឹងហើយការដាំដុះគ្រាប់ពូជអីទៅថាវាគ្រាប់ពូជណាវាមានតម្រូវទីផ្សារហើយគ្រាប់ពូជណាល្អគ្រាប់ពូជណាមិនល្អអញ្ចឹងណាគ្រូដល់ពេលចូលខាងគម្រោងកសិកម្មនេះទៅបានដឹងថាថ្នាំអីប្រើទៅលើសត្វថ្នាំអីប្រើទៅលើតកៅខ្ញុំ
ឃើញថាគម្រោងនេះល្អមែនទែនធ្វើឲ្យទីមួយគ្រប់គ្រងទៅលើព្រៃឈើនឹងជាសំខាន់បំផុត ជាចិត្តរបស់ខ្ញុំចង់ឲ្យស្ត្រីក្នុងភូមិទាំងអស់នឹងយល់ដឹងចូលរួមការពារព្រៃទាំងអស់គ្នាហើយពេលចប់ក៏ខ្ញុំការពារព្រៃនឹងដែរពីមុនចាប់ផ្ដើមការពារព្រៃនឹងដំបូងអត់មានអង្គការណាជួយទេគឺទឹកចិត្តទាំងអស់គ្នាប្រជាពលរដ្ឋខ្ញុំតែឥឡូវមានឧបត្ថម្ភហើយគឺរឹតតែប្រឹងប្រែងបន្ត ធ្វើជាបង្គោលបាទដើម្បីបោះប៉ុន្តែវាអត់ទាន់ជុំវិញទេអញ្ចឹងបើសិនជាអង្គការអនាគតធ្វើសកម្មភាពបន្តទៀតយើងនឹងបន្តឲ្យចប់ប៉ុណ្ណឹងទៅ ចំពោះផែនការបន្តឬក៏ក្រោយគម្រោងរបស់យើងបញ្ចប់អង្គការអនាគតក៏មកយល់ឃើញថាយើងនឹងរៀបចំគោលនយោបាយគ្រប់គ្រងរដ្ឋវត្ថុដើម្បីជួយដល់សហគមន៍ឲ្យចេះគ្រប់គ្រងថវិកានិងរ៉ែវត្ថុរបស់គាត់ប្រកបដោយនិរន្តរភាពនិងតម្លាភាពក្នុងក្រុមរបស់គាត់ហើយជាពិសេសចង់ឲ្យគាត់មានផែនការថវិកាច្បាស់លាស់ក្នុងការអនុវត្តនិងលើសកម្មភាពគ្រប់គ្រងសហគមន៍ព្រៃឈើព្រោះបច្ចុប្បន្នគាត់មានថវិកាគាត់មានចំណូលសម្រាប់ប្រតិបត្តិការការងាររបស់គាត់ហើយបាទ